តើអ្នកហ៊ានរស់នៅកន្លែងដែលគ្រោះថ្នាក់រាល់ថ្ងៃទេ មើលផ្ទះទាំងនេះទៅវាហាក់ដូចជាកំពុងធ្លាក់ចូលទៅក្នុងទន្លេដ៏សាហាវដែលហូរកាត់ក្រោមផ្ទះទាំងមូលការរស់នៅទីនេះគឺហាក់ដូចជាលេងល្បែងជាមួយនឹងជីវិតអីចឹងហើយចុះអ្នកវិញតើអ្នកសុខចិត្តរស់នៅក្នុងផ្ទះមួយដែលនៅកណ្ដាលមហាសមុទ្រធំល្វឹងល្វើយបែបនេះទេវាគឺជាកន្លែងមួយដែលមានឈ្មោះថា The Frying Pan Go ដែលពីមុនជាបង្គោលភ្លើងហ្វាប៉ុន្តែឥឡូវនេះបានក្លាយជាផ្ទះស្នាក់នៅដ៏ប្លែកមួយជំហានខុសគឺអាចជាមរណៈអ្នកឃើញហើយគ្រាន់តែលេងកីឡាហ្គោលលើដំបូលអគារខ្ពស់នោះក៏ពិបាករក្សាលំនឹងផងចុះទម្រាំតែឡើងចុះទៅហែលទឹកទៀតគឺហាក់ដូចជាប្រថុយជីវិតខ្លាំងណាស់ធ្លាប់គិតថាគ្រោះថ្នាក់បំផុតហើយមែនទេនៅមានទៀតកន្លែងខ្លះមនុស្សត្រូវហែលទឹកចូលទៅក្នុងល្អាងងឹតដើម្បីទៅដល់ផ្ទះរបស់ពួកគេដែលមើលទៅហាក់ដូចជាមិនអាចទៅរួចសម្រាប់មនុស្សទូទៅនោះទេក្រឡេកទៅមើលកន្លែងនេះវិញក៏មិនធម្មតាដែរដើម្បីត្រឡប់ទៅផ្ទះវិញពួកគេត្រូវឡើងភ្នំដ៏ខ្ពស់ត្រង់ដូចនេះឃើញហើយគ្រាន់តែមើលក៏ញ័រជង្គង់ដែរហើយផ្ទះដែលនៅកណ្ដាលផ្លូវនោះគឺហាងទំនិញបង្កភាពងាយស្រួល convenience store តែប៉ុណ្ណោះជីវិតរស់នៅទីនេះមិនមែនជាការលេងសើចនោះទេលើពិភពលោកនេះក៏មានកន្លែងខ្លះដែលសហគមន៍ទាំងមូលត្រូវបានជាប់គាំងនៅកណ្ដាលមហាសមុទ្រដោយគ្មានផ្លូវចេញអ្នកឃើញកោះតូចមួយនេះទេវាជាកោះ Santuario de Pescadores នៅប្រទេសកូឡុំប៊ីដែលជាកោះសិប្បនិម្មិតតូចបំផុតមួយនៅលើពិភពលោកប៉ុន្តែមានមនុស្សរស់នៅច្រើនលើសលប់រហូតមើលទៅហាក់ដូចជាគ្មានកន្លែងទំនេរមួយអ៊ីងសោះគិតទៅជីវិតរស់នៅគឺពិបាកខ្លាំងណាស់តែពួកគេនៅតែបន្តរស់នៅប៉ុន្តែក៏មានកន្លែងខ្លះដែលផ្ទះរបស់ពួកគេបណ្ដែតលើផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់មើលទៅស្រស់ស្អាតនិងសន្តិភាពបើមិនមែនជាទឹកសមុទ្រទេក៏ជាទឹកកកវិញម្ដងស្រមៃមើលអ្នកត្រូវអូសរទេសឆ្លងកាត់វាលព្រើទឹកកកធំល្វឹងល្វើយដើម្បីទៅដល់ផ្ទះរបស់ខ្លួនគ្រោះថ្នាក់មិនមែនត្រឹមតែត្រជាក់ឬធ្លាក់ទឹកទេកន្លែងខ្លះមនុស្សរស់នៅក្បែរគំនរសំរាមដ៏ធំស្អុយរលួយដែលអាចបំពុលជីវិតរស់នៅរបស់ពួកគេបានគ្រប់ពេលវេលានេះជាភូមិ Mekoko Floating Slum នៅប្រទេសណេសេរីយ៉ាដែលជាតំបន់អនាធិបតេយ្យអណ្តែតទឹកដ៏ធំមួយសូម្បីតែសត្វជ្រូកក៏ត្រូវរស់នៅទីនោះដើម្បីរកចំណីដែរការរស់នៅបែបនេះគឺពិតជាពិបាកទ្រាំណាស់ត្រឡប់មកវិញនៅកម្ពស់ដ៏គួរឲ្យខ្លាចពួកគេបន្តឡើងចុះតាមជញ្ជាំងថ្មដ៏ចោតមួយនេះជារៀងរាល់ថ្ងៃពួកគេពិតជាខ្លាំងក្លាណាស់ដែលអាចរស់នៅបានហើយចុះស្ពានយោដ៏គួរឲ្យខ្លាចមួយនេះវិញតែគ្រាន់តែដើរក៏ភ័យខ្លាចធ្លាក់ដែររាល់ថ្ងៃគេត្រូវប្រឈមនឹងគ្រោះថ្នាក់បែបនេះតែពួកគេនៅតែបន្តរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយភាពអត់ធ្មត់ភ្នំ Haiku ឬ Stairway to Heaven នៅ Hawaii ក៏ជាកន្លែងដែលមនុស្សជាច្រើនត្រូវប្រថុយជីវិតឡើងទៅដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យដែរទោះជាគ្រោះថ្នាក់ប៉ុណ្ណាក៏ក្មេងនៅតែសប្បាយរីករាយនឹងជីវិតរបស់ពួកគេដែរគេលោតទឹកលេងសើចក្អាកក្អាយក្នុងភូមិបណ្ដែតទឹកភូមិបណ្ដែតទឹកឬ Bejasi Gapsi Villages នៅសេមប៉ូណាប្រទេសម៉ាឡេស៊ីគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយដែលបង្ហាញពីការសម្របខ្លួនរបស់មនុស្សទៅនឹងធម្មជាតិសូម្បីតែនៅតំបន់ដាច់ស្រយាលពួកគេនៅតែរក្សាបាននូវវប្បធម៌និងរបៀបរស់នៅរបស់ពួកគេបង្ហាញយើងថាជីវិតអាចមាននៅគ្រប់ទីកន្លែងបើទោះជាលំបាកយ៉ាងណាក៏ដោយប្រហែលជាកន្លែងដែលយើងកំពុងរស់នៅសប្តាហ៍ថ្ងៃមិនទាន់គួរឲ្យខ្លាចដូចកន្លែងទាំងនេះទេដូច្នេះហើយយើងគួរដឹងគុណនឹងអ្វីដែលយើងមានហើយបន្តទៅមុខទៀតតើអ្នកចង់ទៅលេងកន្លែងណាជាងគេ